មើលកូនហូបមកអត់សូវតំណងទេព្រោះគាត់តែងតែបេះបានគឺគាត់តែងតែឲ្យខ្ញុំហើយនៅនេះពីអ្នកកូនស្រីបានមកបេះគួយនៅខាងក្រៅផ្ទះអត់មានចាំពិបាកទៅណាឆ្ងាយទេនៅខាងក្រៅផ្ទះក៏មានគួយបេះហូបដែរពុកម៉ែបងប្អូនគួយនេះផ្អែមណាពុកម៉ែបងប្អូនតែបើគួយដែលខ្ញុំធ្លាប់ទិញគេគឺគួយខ្លះក៏ជូរវាជូររបៀបថាជូរសាបវាអត់ឆ្ងាញ់អញ្ចឹងតែគួយនឹងគឺឆ្ងាញ់មែនទែននឹងវាផ្លែគ្រាន់ហើយពីមុនបងប្អូនគឺផ្លែច្រើនតែនេះវាមានដែរវាមានមួយតែបើសិនតែយើងបានបេះបានទៅដល់ខាងលើគឺច្រើនតែពពួកហ្នឹងវាអត់វែងហើយណាមួយក៏បេះមកល្មមហូបពីអ្នកកូនសិនទៅចាំពេលក្រោយក៏យើងបេះទៀតអូប៉ះខ្ចីកូនស្រីពេលដែលកាត់មកពីរៀនណាពុកម៉ែបងប្អូនគាត់តែងតែមកបេះគួយរងហើយគាត់អត់ហូបខ្លួនគាត់ទេគាត់បេះឲ្យខ្ញុំព្រោះខ្ញុំជួយគាត់ហូបគួយហ៎ផ្លូវបានបេះហើយក៏ពីអ្នកកូនក៏ទៅផ្ទះវិញលោកពួកណាមួយវាមិនឆ្ងាយទេបងប្អូនគឺនៅខាងក្រៅផ្ទះនឹងឯងនេះបេះត្រង់ខ្ញុំគួយលេងពេលថ្ងៃឡើងវាផ្លែវាខ្ពស់ក៏ដល់ទេពេលនេះបានប្រហែល1 គីឡូទៅបងប្អូននៅផ្ទះមើលខ្ញុំមើលទៅឃើញអត់បេះណាឆ្ងាយទេនៅខាងក្រៅផ្ទះនឹងឯងអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងទេជម្រាបលាបាយបាយ